ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ page ធ្វើម្ហូបបែបស្រុកស្រែថ្ងៃនេះសូមណែនាំមុខម្ហូបមួយទៀតភ្លាសាច់គោតោះបងប្អូនមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងឡើយគឺយើងដាក់ប៊ឺយើងដាក់ខ្ទះឲ្យក្តៅទៅយើងដាក់ប៊ឺណាកូរប៊ឺមើលទៅឲ្យវាល្មមហើយយើងដាក់សាច់គោចូលនិយាយទៅតាក់ទងមួយឆាសាច់គោហ្នឹងយើងកុំឆាវាឆ្អិនពេកយើងគ្រាន់តែមើលទៅឲ្យវាល្មមថារៀងបាត់ពងរៀងក្រហមណាមកត្រឡប់ទេព្រោះដោយសារមែនតើភ្លាសាច់គោបើអ្នកខ្លះគាត់ប្រើតែសាច់ឆៅទេប៉ុន្តែដោយសារគ្រួសារខ្ញុំចូលចិត្តញ៉ាំអីដែលវារៀងឆ្អិនអញ្ចឹងយើងឆាមកត្រឡប់ទៅបន្ទាប់មកយើងមកធ្វើគ្រឿងយើងធ្វើសម្រាប់ទឹកដើម្បីភ្លាណាយើងបុកខ្ទឹមសជាមួយនឹងម្ទេសហើយយើងយកទាំងអស់ហ្នឹងយកមកលាយជាមួយនឹងសាច់គោហ្នឹងវារៀងនៅក្រហមតិចដូចឃើញអញ្ចឹងណាហើយយើងដាក់ក្រូចឆ្មាយើងដាក់ក្រូចឆ្មាដាក់ម្សៅស៊ុបតាមចំណង់ចំណូលចិត្តណាយើងមើលទៅថាល្មមយើងដាក់ស្ករបន្តិចផងអើយទឹកត្រីអីបន្តិចទៅមានន័យថាអាហ្នឹងគឺយើងប្រឡាក់សាច់ដើម្បីវាចូលជាតិជាមួយនឹងគ្រឿងដែលយើងបុកមិញជាមួយសាច់ដែលយើងនឹងហើយយើងទៅធ្វើបន្លែម្ដងគឺយើងបុកស្បែកគួរអញ្ចឹងយើងភ្លាបន្លែហ្នឹងបន្លែយើងមានច្រើនមុខប៉ុន្តែយើងដាក់ចូលគ្នាហ្នឹងគឺបុកតែសណ្តែកគួរឯងពូបន្លែផ្សេងៗយើងគ្រាន់តែហាន់វាទៅមែនហើយបន្ទាប់មកទៀតយើងដាក់សណ្តែកដីហើយដាក់ម្ទេសដាក់អីទៅតែប៉ុណ្ណឹងរួចរាល់អរគុណច្រើនអ្នកទាំងអស់គ្នា